ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងសូមជម្រាបសួរអមពូមីងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសិភៅប្រវត្តិសាស្ត្រខ្មែរគឺសិភៅសុបិននិងការពិតឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តចំពោះការបង្កើតកងប្រដាប់អាវុធខ្មែរក្រហមនៅចុងឆ្នាំ1967នោះDavid Chen Dea បានសរសេរថានៅពេលនោះបកកុម្មុយនីសកម្ពុជាមានតួនាទីមួយយ៉ាងសំខាន់នៅក្នុងចលនាសង្គមនេះមូលទាំងមូលគឺត្រូវជួយគាំទ្រសង្គ្រាមប្រៃវៀតណាមដែលកំពុងប្រយុទ្ធតស៊ូយ៉ាងពេញទំហឹងតនឹងការវាយប្រហារដ៏សម្បើមអស្ចារ្យរបស់កងទ័ពអាមេរិកទោះជាយ៉ាងនេះក្តីក៏តាមការពិតពលពតក្តាប់កងទ័ពខ្មែរក្រហមមិនបានទាំងអស់ដែរពីព្រោះនៅក្នុងតំបន់ផ្សេងរបស់ខ្មែរក្រហមកងពលនីមួយសុទ្ធតែមានមេកោយរបស់គេផ្ទាល់ពលពតគ្មានជំរើសអ្វីទៀតក្រៅពីការត្រូវផ្ដល់ស្វ័យភាពទៅឲ្យតំបន់ឬភូមិភាគទាំងនេះសិនទេស្ថានភាពនេះមានរហូតដល់ឆ្នាំ1977គឺ2ឆ្នាំក្រោយពេលវាយដាច់យកទីក្រុងភ្នំពេញបានទើបប៉ុលពតយកអំណាចយោធាបានសឹងតែទាំងស្រុងនេះជាចំណុចមួយដ៏សំខាន់សម្រាប់យល់អំពីព្រឹត្តិការណ៍ថ្ងៃ17មេសាឆ្នាំ1975បន្ទាប់ពីទទួលពីខ្មែរក្រហមវាយកបន្ទាប់ពីខ្មែរក្រហមវាយកទីក្រុងភ្នំពេញបានហើយចលនាខ្មែរក្រហមទាំងមូលនៅតែត្រូវបែងចែកជាតំបន់ជាភូមិភាគស្វ័យតរបៀបនេះដដែលជាហេតុធ្វើឲ្យប៉ុលពតត្រូវប្រឈមមុខនឹងការប្រយុទ្ធតីក្នុងមួយដ៏ធំធេងនិងយ៉ាងក្រំគ្រាផងទៀតទម្រាំនឹងក្តាប់បានកងទ័ពមួយភាគធំចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនអ៊ំពូមីងបងប្អូនថ្ងៃស្អែកខ្ញុំនឹងអានចែករំលែកជូនអ៊ំពូមីងបងប្អូនបន្តទៀតសូមជម្រាបលាអ៊ំពូមីងបងប្អូននិងជនរួមភាសា